សួស្តីអ្នកនរនេះប្រហែលជាវីដេអូទី1ដែលខ្ញុំផុសនៅលើ YouTube ហើយនេះគឺជាវីដេអូដែលយើងជិះត្រៃទៅថ្មក្រានៅខេត្តកំពង់ឆ្នាំងហើយយើងជិះនេះគឺយើងអត់ជិះតាមផ្លូវកស៊ូទេយើងជិះតាមផ្លូវក្រោមតាមច្រើនតាមដែលអាចធ្វើទៅបានហើយខ្ញុំចេញទៅពីពេញពីប្រឡំដែរមួយបងហ្នឹងពួកយើងទៅទាំងអស់គ្នាហើយទៅលេងនៅក្នុងព្រៃទាំងអស់គ្នាអញ្ចឹងបងប្អូនកុំភ្លេចមើលទស្សនាវីដេអូ Extreme នៅក្នុងព្រៃថាយើង rally សប្បាយប៉ុណ្ណាហើយនេះគឺជាខ្ញុំបានប្រើចេញពីកាមេរ៉ា Shigi ច្រើនតែឥឡូវនេះកំពុងថតពី360ទេគាត់ណាអ្វីដែលខ្ញុំកំពុងចុចហ្នឹងគឺ Shigi ហើយខ្ញុំនឹងមានវីដេអូ clip ផ្សេងៗហ្នឹងចេញពី Shigi ច្រើននៅក្នុងវីដេអូមួយនេះព្រោះអីដោយសារតែយើងអត់មានពេលគ្រប់គ្រាន់ដើម្បីកាន់ទូរស័ព្ទថតឬមួយក៏ចុចកាមេរ៉ា360ច្រើននេះទៅដោយសារតែយើងកំពុងតែជាប់ដៃលុបដេញគ្នាពេញព្រៃតែម្ដងអញ្ចឹងតោះយើងទៅទស្សនាវីដេអូដែលយើងលុបព្រៃទាំងអស់គ្នាថាអូសប្បាយប៉ុណ្ណា
cái đại cái keo hả ở đây sáng đây cần khai cái đấy tàu tiền ơi chụp một mới sang đây bị ở đây nè mua nè thì bán này cũng chỉ lên pay thôi à chỉ tích bán này ដូចជាការហោះឬមួយក៏លេងខ្លាំងអីដូចយើងលេងដូចប្រយុទ្ធគ្នានៅក្នុងព្រៃអីយើងកុំលេងនៅទីជំនន់ហើយសម្បីតែការហោះនេះបងប្អូនលេងអីកុំលេងនៅកន្លែងមនុស្សច្រើនហើយយើងប្រយ័ត្នមែនតើគឺប៉ះពាល់ដល់ដីអញ្ចឹងនេះគឺជាការចែកម្លែកមួយដែរសូមបងប្អូនកុំធ្វើអីឲ្យខូចកិត្តិយសដល់ពួកយើងដែលជិះម៉ូតូទាំងអស់គ្នាអញ្ចឹងបងប្អូនសូមធ្វើអីមួយដោយមានការប្រុងប្រយ័ត្ននិងទំនួលខុសត្រូវហើយយើងក៏មកដល់កន្លែងនេះយើងចុះពីផ្លូវដីនេះហើយយើងទៅផ្លូវស្រែផ្លូវព្រៃទៀតហើយអញ្ចឹងព្រៃនេះវាមិនព្រៃក្រាយទេបងប្អូនព្រៃហ្មងទេយើងលេងបែបឈៀលមើលស្រែពីច្រើនគឺដើមត្នោតនៅខេត្តកំពង់ឆ្នាំងគឺស្អាតមែនតើបងប្អូនអញ្ចឹងបងប្អូនណាចង់ទៅលេងអាចតាក់ទងតាមធួហួរបានណាហួរដែលគាត់ហោះមិញហ្នឹងគឺជាធួរបស់យើងតែគាត់ជាអ្នកនាំផ្លូវយើងទៅលេងអស់នេះ Ôi bông mong xa đây luôn ơi, bạn tìm đâu với bông mong trên đây. ជាផ្លូវតាមភូមិរបៀបនេះបងប្អូនយើងមិនគួរប្រើប្រាស់ល្បឿនលឿនខ្លាំងទេតែនេះនៅតែហុយដោយសារតែពួកយើងប្រើប្រាស់ល្បឿនត្រឹមតែ40ឬមួយក៏20បងប្អូនតែនៅតែហុយអញ្ចឹងតែយើងកុំលុតខ្លាំងពេកបងប្អូនអញ្ចឹងអានេះយើងមកក្នុងផ្លូវក្នុងភូមិហើយយើងក៏កិច្ចរត់ទៅរកផ្លូវណាដែលនៅក្នុងព្រៃដាក់មានមនុស្សវិញឥឡូវយើងពងចោះទៅផ្លូវព្រៃទៅទៀតហើយអញ្ចឹងយើងអត់ចង់ឲ្យប៉ះពាល់អ្នករស់នៅក្នុងតំបន់ទេយើងធ្វើអីមួយគឺគោរពអ្នកដទៃគ្រប់ទីកន្លែងមិនថានៅទីណាក៏ដោយបងប្អូនកុំភ្លេចឲ្យសោះ អ
ប្អូនមិនឆ្ងល់ទេថាហេតុអីបានខ្ញុំដាក់មើលទៅក្រោយច្រើនជាងទៅមុខដោយសារតែផ្ទៃខាងមុខគឺចប់ហើយបងប្អូនមើលអីលេងឃើញបើថាឈីហ្គីនៅខាងក្រោមហ្នឹងវិញគឺខ្ញុំអត់បានជូតទេខ្ញុំផ្លិចចឹងគឺថាប្រឡាក់ដីជោគជាំចឹងគឺថាវីដេអូនេះអត់មានប្លង់ចេញពីឈីហ្គីខាងមុខទេអញ្ចឹងឈីហ្គីហ្នឹងមានទាំងប្លង់មុខប្លង់ក្រោយតែតើយើងជាអាសាជូតចឹងកាលហ្នឹងខ្ញុំតំដាក់ប្រើខ្ញុំអត់បានចាប់អារម្មណ៍ខ្ញុំផ្លិចអញ្ចឹងយើងយកបានតែប្លង់ក្រោយហើយយើងផ្ដិតចេញពី GoPro មកបានខ្លះហើយបងប្អូនឃើញ GoPro នៅខ្ពស់ហើយនៅតែប្រឡាក់ទៀតអញ្ចឹងប្លង់នេះរៀងមើលទៅក្រោយទៅរៀងមើលមុខតិចឯណាបងប្អូនព្រោះអត់សូវបានថតទៅខាងមុខច្រើនដូចយើងថតចេញពី360ច្រើនទេដោយសារតែ360ថ្មតិចហើយក្តៅខ្លាំងមែនតើគឺយើងថតចេញពី360ក៏បានតិចតួចដែរបងប្អូន
ហើយមួយទៀតអ្នកទាំងអស់គ្នាកុំភ្លេចឲ្យសោះរឿងឈប់ចាំគ្នានៅតាមផ្លូវកែងធំដែលបាក់ចំណាំសម្គាល់ដោយសារបានម៉ូតូយើងមើលលេងដឹងអីចឹងកុំភ្លេចសោះរឿងចាំគ្នាចាំជុំគ្នាសារនៅក្នុងព្រៃមានអ្នកខ្លះស្គាល់ផ្លូវគឺអត់ស្គាល់ផ្លូវទៅអត់ស្គាល់ផ្លូវចង់ទាំងអស់ស្គាល់ផ្លូវតែធួមួយចឹងត្រូវតែចាំគ្នាហើយចាំយើងបន្តដំណើរទៅមុខទៀតកុំឲ្យវែងគ្នាបាត់គ្នាគឺពិបាករកមែនតើនៅក្នុងព្រៃបងប្អូនជួនកាលអត់មានសេវាទេបងប្អូនដឹងអីចឹងយើងគឺថាចាំគ្នាញ៉ាំទឹកញ៉ាំអីឈៀលហើយមើលថាវាហត់ពេកយើងលើកដៃសម្រាប់អីចឹងទៅកុំឲ្យថាបេះដូងយើងធ្វើការខ្លាំងពេកដោយសារអ្នកខ្លះអាចកម្លាំងអត់ដល់អីចឹងបើសិនអូខេហើយយើងចាំបន្តដំណើរទៅមុខទៀតដោយសារយើងដើរលេងឈៀលយកសុបាយបងប្អូនកុំឲ្យមានបញ្ហាពេលក្រោយ ដូចកន្លែងនេះអីបងប្អូនគឺហានៅភ័យមែនតើអញ្ចឹងទៅផ្លូវយើងគឺត្រូវជីទៅត្រង់នោះតែកន្លែងបងប្រុសគាត់ហួសត្រូវទៅត្រង់ហើយអានៅផ្លូវយើងនេះគឺថាដងចពីមបកក្រោយអញ្ចឹងយើងត្រូវបកក្រោយអញ្ចឹងបើសិនជាធួគាត់បកក្រោយទៅមុនបាត់ហើយអ្នកមកមុនដាច់ទៅមុនបាត់អញ្ចឹងអ្នកក្រោយដែលគាត់ជីដាច់មើលអត់ឃើញដោយសារតែហុយហ្នឹងគឺគាត់អត់មានបានមើលឆ្វេងទេកន្លែងទៅមើលផ្លូវគឺដឹងតែទៅត្រង់ទាំងអស់បងប្អូនបងប្អូនឃើញថាពួកយើងឃើញថាគ្នាមួយណាក៏ទៅត្រង់ដែរបើអត់មានអ្នកឈប់ចាំទេគឺដឹងតែបាត់គ្នាវែងគ្នាពេញព្រៃអញ្ចឹងកន្លែងនេះសំខាន់មែនតើបងប្អូនអញ្ចឹងត្រូវប្រយ័ត្នបាត់គ្នាក្នុងព្រៃ គូរបស់យើងអស់គ្នាហ្នឹងគាត់អ្នកនរគ្នាដឹងមិនបានខ្ញុំស្រ័យឲ្យសើចឡើងពេញនឹងពីអ្នកហួតដោយសារតែហួគាត់ជាធួជីគាត់ឈប់គាត់ភ្លេចមើលខ្ញុំនៅក្រោយតែខ្ញុំមើលគឺថាខ្ញុំអឹបគូតគាត់រហូតដល់ទៅពេលគាត់ជីឈប់ទៅខ្ញុំវាក់ប៊ីសប៉ះគាត់អញ្ចឹងបងប្អូនគឺកັບគ្នាខ្លាំងមែនតែពេលខ្លះគ្រប់កង់គ្នាឆ្វេងស្ដាំលើក្រមកមិនឃ្លាតប៉ុនដូចវីដេអូនេះផងដោយសារខាងមុខនេះខោជាប់គឺខ្ញុំអឹបជាប់រហូតមកគឺអឹបតោងកង់គាត់ជាប់រហូតអញ្ចឹងគឺខ្ញុំមើលផ្លើតឃើញទេខ្ញុំមើលផ្លើតឃើញទេខ្ញុំតាមតែគូតម៉ូតូគាត់ទេអញ្ចឹងគឺថាឡែងអស់នេះត្រូវតែប្រុងប្រយ័ត្នមែនតែបងប្អូនព្រោះយើងជីនេះគឺមិនមែនលបឿនយឺតទេនៅក្នុងព្រៃលបឿន78គឺមិនយឺតទេហើយលបឿន GPS បងប្អូនបើយើងគិតពីលបឿនកង់ទ័រយើងក៏មិនធម្មតាដែរ
ធัวយើងធ្វើស៊ីសាហាវមែនតើបាទដល់កន្លែងបត់គឺក៏អត់មានឲ្យម៉ូថាជីដល់ផ្លូវកែង90ដឺក្រេហ្នឹងគឺគាត់កាច់ទៅយកតែអត់មានថាតម្លាក់លឿនទេពួកយើងនេះ2នាក់នៅក្រោយគឺប៉ាឡាប់ប៉ាប៉ាពេញហ្នឹងបាទហើយអ្នកដែលនៅមុខហ្នឹងមានតែ3ម៉ូតូទេមួយធួង3នាក់ហ្នឹងគេថាយើងពងលេងគ្នាហើយអ្នកផ្សេងៗទៀតនៅខាងក្រោយ ពួកយើងបានចិត្តមកដល់គោលដៅតែស្រាប់តែមានម៉ូតូសមាជិកគ្នាយើងហ្នឹងបោះបោផគាត់មានបញ្ហាអញ្ចឹងយើងត្រូវការបង្ខំចិត្តរុញហើយពេលទៅដល់គោលដៅយើងនឹងតាក់ទងតេឡានពីពេញមកឲ្យមកយកម៉ូតូហ្នឹងដឹកទៅពេញដោយសារម៉ូតូហ្នឹងខ្ញុំអត់ដឹងមានបញ្ហាដែរពេលហ្នឹងខ្ញុំភ្លេចដែរដល់ពេលហ្នឹងរួចបានជួយរុញគ្នាអញ្ចឹងណាយកទៅទីតាំងកន្លែងញ៉ាំបាយចឹងតែថាគ្នាយើងគឺអស់ខ្យល់ហើយហែវបាយខ្លាំងមែនតើ ឥឡូវពួកយើងបានមកដល់កន្លែងញ៉ាំអីហើយពួកយើងញ៉ាំអីហើយក៏សម្រាប់បន្តិចលេងទឹកបន្តិចហើយក៏និយាយគ្នាលេងហើយបន្ទាប់មកគឺយើងត្រឡប់ចេញទៅពេញវិញហើយយើងជិះតាមផ្លូវក្រមបានពាក់កណ្ដាលតែក៏មេឃល្ងិតពេកយើងក៏កាត់យើងឡើងទៅកស៊ូទៅវិញអញ្ចឹងវីដេអូចុងក្រោយtrongវីដេអូនឹងមានវីដេអូដេញគ្នាលេងមកប្រាយពីប្រាយទៀតហើយក៏វីដេអូយើងគឺចប់ត្រឹមហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនណាស្រឡាញ់ខ្ញុំគ្រប់ត្រូលយើងរហូតមកដូចកន្លែងខ្ញុំអីចឹងណាឥឡូវមកបន្តគ្រប់ត្រូល channel YouTube ខ្ញុំផងខ្ញុំព្យាយាមត្រឡប់មកធ្វើ វីដេអូវិញដោយការពីប្រហែលជា10ឆ្នាំមុនការនៅគ្នាគ្នាយើងធ្វើលេងអញ្ចឹងណាតែពេលឥឡូវធំហើយនៅតែស្រឡាញ់នៅចូលចិត្តអញ្ចឹងចេះតែឈៀតពេលពីការងារមកធ្វើលេងទៅអញ្ចឹងបងប្អូនណាចង់មើលវីដេអូត្រៃមើលវីដេអូប៉ុណ្ណាម៉ូតូមើលវីដេអូអីផ្សេងៗច្រើនទៀតតាក់ទងជាមួយនឹងវិស័យម៉ូតូ sport បងប្អូនអាច subscribe channel ខ្ញុំមកនឹងមានវីដេអូអញ្ចឹងនៅពេលក្រោយៗទៀតហើយខ្ញុំព្យាយាមអភិវឌ្ឍសមត្ថភាពពីមកកម្រិតទៅមកកម្រិតដោយសារតែវីដេអូនេះគឺយើងធ្វើបែបងាយៗខ្លីៗឲ្យតែបានដើម្បីជាកម្លាំងចិត្តឲ្យយើងទៅមុខយើងទម្លាប់ធ្វើពីឥឡូវទៅបើចាំតាល្អបានយើងធ្វើគឺងាយបានធ្វើហើយអញ្ចឹងគ្រប់ជ្រាបនេះយ៉ាងអស់ហើយ